កាលពីក្មេងនៅវ័យ15មួយឆ្នាំខ្ញុំបានលួចសាឡានារីម្នាក់នាងមានប្តីហើយអាយុបងខ្ញុំ5ឆ្នាំផ្ទះរបស់នាងនៅជាប់ផ្ទះរបស់ខ្ញុំតែងតែលួចមើលនាងរៀងរាល់ថ្ងៃដល់ពេលខ្លះស្រមើមស្រមៃបានណែបនិតជាមួយនាងទៀតផងតែការពិតគឺมันអាចទៅរួចនោះទេព្រោះនាងស្រឡាញ់ប្តីនាងណាមិនយូរប៉ុន្មាននាងបានសម្រាលបានកូនស្រីមួយហើយផ្ទះនាងមានគ្នាមិនច្រើនទេមានគ្នាតែ4នាក់ប៉ុណ្ណោះចៃដន្យថ្ងៃមួយខ្ញុំបានចូលទៅលេងផ្ទះនាងចំពេលនាងបំរើកូននេះជាលើកទី1ដែលខ្ញុំបានឃើញភ្នំដ៏សែនត្រឡុកត្រឡន់របស់នាងខ្ញុំមើលមិនដាក់ភ្នែកទេដល់ថ្នាក់ធ្វើឲ្យនាងអៀនជួបបំរើកូនទៀតសំណាងមិនឡោសោះសម្រាប់ខ្ញុំគឺនៅពេលដែលហាងឆេងផ្ទះកំពុងឡើងថ្លៃខ្លាំងនាងក៏បានលួចផ្ទះចេញទៅរស់នៅកន្លែងផ្សេងបាត់ទៅធ្វើឲ្យខ្ញុំមានអារម្មណ៍សង្ហេសង្ហោយកណ្ដោយកណ្ដែងតែឡតម្នាក់ឯងចាប់តាំងពីពេលនោះមកខ្ញុំមិនដែលបានជួបនាងទៀតឡើយថ្ងៃមួយខ្ញុំអបសុកណាស់មិនដឹងធ្វើអីក៏ទាញកុំព្យូទ័រ laptop មកចាក់មើលរឿងខៀវក្នុងបន្ទប់តែម្នាក់ឯងមើលយូរទៅធ្វើឲ្យខ្ញុំមានអារម្មណ៍ចង់ព្រួយใจខ្លាំងតែមិនហ៊ានទៅរកស្រីលួចខ្លួនព្រៃប្រាក់តែខ្លាចកើតរោគអេដពេលនោះមានតែសម្រេចដោយខ្លួនឯងគឺកូនតាសាក់6ចាប់ពីពេលនោះមកខ្ញុំមានទម្លាប់កម្មដោយដៃរហូតឲ្យតែមើលរឿងខៀវមានថ្ងៃមួយខ្ញុំស្មានតាញាក់ផ្ទះខ្ញុំចេញក្រៅអស់ហើយខ្ញុំបានលួចបើកមើលរឿងខៀវដោយសពដងតែភ្លេចបិទទ្វារបន្ទប់មើលបណ្ដាសាប់នាគរាជលេងបណ្ដាតែចង្រៃអីចិនតាឈ្នួលបំរើស្រីផ្ទះខ្ញុំនាងនៅផ្ទះមិនបានចេញក្រៅទេខ្ញុំកំពុងតែសាប់លេងឡើងស្លងអារម្មណ៍ទៅតាមសាច់រឿងទៅហើយក៏ឮសំឡេងស្រែកចាចធ្វើឲ្យខ្ញុំភ្ញាក់ស្លាំងកាំងតែម្ដងគឺនាងឃើញខ្ញុំកំពុងតែឈឹកនាគរាជយ៉ាងជោគជិតខ្ញុំបានសុំអង្វរនាងកុំឲ្យនិយាយប្រាប់ពុកម៉ែខ្ញុំនិងអ្នកផ្សេងអីនាងក៏យល់ព្រមនិងខ្ញុំមិនបានប្រាប់រឿងនេះដល់អ្នកណាដែរចិនតានាងមានអាយុប្អូនខ្ញុំ1ឆ្នាំតែរូបសម្រស់នាងគឺស្អាតបែបធម្មជាតិជាកូនអ្នកស្រែមុខពងក្រពើសម្បររស់សណ្ដែកបាយសក់វែងប្រាក់ស្មាឡើងខ្មៅក្រឹបដើមទ្រូងទើបតែមានបន្តិចរៀងតូចច្លឹងពុនមួយទុកដៃជីស្រីចំទងទើបឡើងក្រមុំមិនទាន់ពេញបងក្នុងតែងតែលួចស្រមៃពីរូបរាងអាក្រាតរបស់នាងជីច្រើនដងមកហើយក្នុងពេលសម្រេចកម្មដោយខ្លួនឯងនោះមានថ្ងៃមួយខ្ញុំចាប់ផ្ដើមមានគំនិតផ្ដេសផ្ដាសខ្ញុំចង់ឃើញប្រដាប់របស់ស្រីពិតចាប់ពីពេលនោះមកខ្ញុំក៏បានចិញ្ចឹមចិត្តលួចមើលចិនតាគ្រប់សកម្មភាពជារៀងរាល់ថ្ងៃមួយពិតជាបានលួចបំណងមែននៅពេលរៀបចូលដេកនាងបានចូលបន្ទប់ទឹកមុតទឹកមុនចូលដេកខ្ញុំត្រៀមហៅជាស្រេចមើលពុកម៉ែសិនពួកគាត់ចូលបន្ទប់ឬនៅពុកម៉ែបានចូលបន្ទប់ដេកបាត់អស់ហើយបងប្រុសខ្ញុំកំពុងតែធ្វើមេរៀនក្នុងបន្ទប់របស់គាត់នៅពេលនាងចេញពីបន្ទប់ទឹកចូលទៅកាន់បន្ទប់របស់នាងខ្ញុំបានលួចមើលពីប្រហោងដែលខ្ញុំលួចធ្វើជាយូរហើយនោះព្រោះបន្ទប់ខ្ញុំនិងបន្ទប់នាងជាប់គ្នាឃើញនាងយកកន្សែងជូតសក់ខ្លួនស្រាតតែម្ដងតែខ្ញុំមិនបានឃើញប្រដាប់សោះដោយសារនាងបែរខ្នងមកខ្ញុំជូតសក់រួចនាងក៏ទៅអង្គុយលើគ្រែខ្ញុំបានឃើញភ្នំទាំងគូរបស់នាងពិតជាស្អាតណាស់ឡើងក្រពុំចំពេចគួរឲ្យខ្នាញ់ណាស់ចំណែកនៅត្រង់ប្រដាប់របស់នាងវិញមានរោមត្រឡាតដុះមកស្ដាងមិនទាន់ប្រែទៅជាពណ៌ខ្មៅស្រួលបួលផងធ្វើឲ្យអាអូនតូចរបស់ខ្ញុំឡើងរឹងឆ្កឹងដូចដុំថ្មអីចឹងបន្តមកនាងក៏ស្លៀករ៉ូបរលុងហើយដេកបាត់ទៅលួចមើលនាងយូរទៅធ្វើឲ្យខ្ញុំកាន់តែហ៊ានឡើងនៅថ្ងៃមួយនាងនៅផ្ទះតែ2នាក់ខ្ញុំហើយនាងចុះបន្ទប់ទឹកមុជទឹករៀបចំចេញទៅក្រៅដោយនៅតែ2នាក់ខ្ញុំបាននៅខាងក្រៅបន្ទប់ទឹកឈរស្ដាប់សំឡេងនាងមុជទឹកហើយខ្ញុំក៏យកកុំព្យូទ័រចាក់រឿងខៀវដាក់ចោលនៅមុខទទួលស្កាន់ឡៃទទួលភ្ញៀវរួចចូលទៅក្នុងបន្ទប់ចាំលួចមើលតើនាងធ្វើយ៉ាងណាបន្តទៀតពេលនាងចេញពីបន្ទប់ទឹកទាំងចងពងនិងមានកន្សែងគ្របស្មាផងនោះក៏ដើរកាត់តាមនាងក៏បានឃើញកុំព្យូទ័រដែលខ្ញុំដាក់ចោលងាកមើលឆ្វេងស្ដាំមិនឃើញមនុស្សនាងក៏ឈរមើលឈុតឆាកកដៅសัตว์ដែលតួប្រុសជប៉ុនកំពុងតែវ័យប្រហារទៅលើនារីជាដៃគូយ៉ាងស្វិតស្វាញបន្ខត់មួយសន្ទុះធំឡើងភ្លេចខ្លួនខ្ញុំក៏លុបដើរទៅពីក្រោយចាប់ក្រសោបអោបនាងពីក្រោយធ្វើឲ្យនាងភ្ញាក់ខ្លួនក្រញាំងខំប្រឹងរើបំរាស់ចេញពីដៃរបស់ខ្ញុំចាយដានអាសារងចងពងរបស់នាងក៏របូតថ្លាទៅដល់ដៃបង្ហាញរូបរាងអាក្រក់កាយយ៉ាងច្បាស់នៅពីមុខខ្ញុំយើងទាំងពីរនាក់ឈរមើលមុខគ្នាទាំងស្រឡាំងកាំងที่ខ្ញុំក៏បាននិយាយទៅកាន់នាងថាបងលួចស្រឡាញ់ចិនដាយូរមកហើយនាងញញឹមទាំងអៀនព្រានមុខឡើងក្រហមយកដៃខ្ទប់ដើមទ្រង់ជាប់ប្រតែពេលនេះរាងកាយរបស់នាងគ្មានអ្វីបិទបាំងទៀតឡើយដោយមើលឃឿនសញ្ញาថានាងបានបើកភ្លើងខៀវហើយនោះខ្ញុំក៏ចាប់បីត្រកងនាងដើរសម្ដៅទៅកាន់បន្ទប់របស់នាងយ៉ាងប្រញាប់យកនាងទៅដាក់ឲ្យកើយលើពូករួចចាត់ការខោអាវខ្លួនឯងចិនអស់ទុកឲ្យខ្លួនស្រាតននោលដូចគ្នា
ขยงชอโกยกุนสำลังเรียงกายดอสโลนระบอจันดาได้กำปงเด็กเบิดพเนกเลอเกรปุกตั้งปีกบ้าดอจงเจืองเล็บตึกหมอดเกือกบนตัวหมอกขยมจับดามอนุวตตามสัตว์เรียงได้บ้านเมื่อรอทั้งไงเนาะดอยอ้อนแต่ทับตรองกันจึงกอระบอเนียงอย่างโยนีបងអូចុះក្រោមរហូតដល់កូនភ្នំមួយគូដែលមិនទាន់ធំអស់ឡើងរឹងកំព្រឹសដល់ត្រឹមនេះខ្ញុំនៅបឺតចិញ្ចុកលិតចុះឡើងលើកំពូលភ្នំរហូតធ្វើឲ្យនាងព្រឺសម្បគៀងកក់ខ្ញាក់ខ្ញាក់រីឯដៃពីររបស់ខ្ញុំក៏មិនទុកឲ្យទំនេរដែរគឺបានបោះអង្អែលគ្រប់កិនលុកកិនលៀតគៀនកោះអង្អូសទៅស្ទាបត្រង់ចន្លោះផ្លូវរបស់នាងដែលមានរោមត្រឡាចដុះរយនិងក្លែបនៅតូចតែឡើងក្រពុំដោយស្នូកអណ្ដើករួចខ្ញុំគយគម្រាមកណ្ដាលលុញតាមចង្អូសានំប្រនាងនោះស្រាប់តែប៉ះទឹករំអិលយ៉ាងច្រើនដែលកំពុងហូរហៀចេញមកខាងក្រៅរហូតប្រឡាក់ជោគដៃខ្ញុំពេលនេះចិន្តាគិតតែពីបិទភ្នែកនិងបញ្ចេញសំឡេងធ្ងររហឿដោយសត្វព្រាបដកដង្ហើមជួនខ្លីជួនវែងដៃខ្ញាំទាញកំរាលពូខ្លួនឡើងញើជំព្រុបគួរឲ្យអាណិតដល់វាប្រតិបត្តិការពិសេសហើយខ្ញុំក៏ចាប់កន្ថៃជើងនាងចេញពីគ្នារួចឡើងទ្រពចំណក់ផ្លូវដៃចាប់តម្រង់អាចមកខៀងដែលកំពុងឡើងរឹងខ្លាំងដាក់នៅមាត់រុនដ៏តូចរបស់នាងញាប់ញ័រត្រដោះចុះឡើងប្រឹងតបុលចូលតែវាពិតជាតឹងណែនខ្លាំងណាស់មិនអាចចូលបានដោយស្រួលទេខ្ញុំចាប់តម្រង់សាជាថ្មីព្រោះពេលនេះក្បាលកណ្ដុងចាប់ដើមរអិលខ្លាំងជាងមុនព្រោះប្រឡាក់ធ្វើដោយប្រេងរំអិលធម្មជាតិដែលនៅមាត់រុនយ៉ាងសម្បូរបែបសង្កត់រុនជោគបានចូលបាត់ក្បាលកណ្ដុងទៅហើយស្រាប់តែដៃនាងមកទប់ចង្កេះខ្ញុំជាប់រួចស្រែកថាអូយឈឺណាស់បងធ្វើឲ្យខ្ញុំទុចដំណើរការបុកត្រឹមនេះសិនតែមិនបានដកចេញនោះទេបែរមកបន្តអោនចុះទៅថាបបឺតមាត់គុំត្រជាកញ្ចឹងកមួយសន្ទុះល្មមតែនាងមានអារម្មណ៍ស្រាប់ស្រាលឡើងវិញខ្ញុំក៏សង្កត់ចុះម្ដងបន្តិចរហូតលេចកប់ដល់គុលរឿងនេះនាងឈប់ទប់ទៀតហើយដោយយកដៃទាំងគូចាប់អោបខ្ញុំជាប់យ៉ាងណែនរកតែរំរឿខ្លួនមិនបានខ្ញុំបានត្រឹមតែញល់ចង្កេះបុកខាងក្រោមតិចជាប៉ុណ្ណោះឃើញថាពេលនេះអាចឆ្មក់វាចូលសពហើយនោះខ្ញុំឡើងសំចៃទៀតហើយងើបខ្លួនឡើងបន្តិចយកអេលងរួចក៏បន្តសាប់ញាប់ស្មេដោយម៉ាស៊ីនផុងខោអាវលន់សូផ្លាប់បែកទឹកសម្ពោហូរធ្រាកចោះដល់កំរាពូករីឯចិន្តាពេលនេះហាក់ដូចជាបាត់បង់ម្ចាស់ការលើខ្លួនអាងហើយគិតថាពីស្រីធ្ងោខ្លាំងហឺអាដៃចាប់ទាញកំរាពូកស្ទើរថាហាយដាច់ទៅហើយពិតជាស្រួលណាស់លោកអើយណែនខ្លាំងណាស់ខ្ញុំគិតថាពីសាប់ខ្លាំងមិនជប់ទេព្រោះវាពិតជាស្រួលជាងកាវវាដៃឆ្ងាយណាស់មួយសន្ទុះក្រោយមកខ្ញុំក៏បានបាញ់ទឹកជោតពេញលអាងស្នេហ៍របស់នាងហើយពួកយើងក៏ដេកអបគ្នាទាំងហត់រៀងខ្លួនពេលក្រោកឡើងក៏លេខមើលទៅផ្នែកខាងក្រោមខ្ញុំឃើញមានឈីមលាលំជាមួយទឹកសធ្វើឲ្យខ្ញុំភ័យផងអផងនាងបានដេកយំក្នុងបន្ទប់ពេញមួយថ្ងៃរួចខ្ញុំក៏ប្រមូលខោអាវដែលរាយប៉ាយល្អិតហើយចាក់ចេញទៅកាន់បន្ទប់ខ្ញុំវិញពេលពុកម៉ែមកផ្ទះវិញនាងដើរចេញពីបន្ទប់ខ្ញុំស្មានថានាងនិយាយប្រាប់គាត់តែនាងបែរជាធ្វើមិនដឹងហើយមិននិយាយជាមួយខ្ញុំទេនៅពេលយប់អ្នកផ្ទះជួយគេងអស់ខ្ញុំបានចូលទៅបន្ទប់របស់នាងតែធ្វើចាក់សោខ្ញុំក៏បានគោះទ្វារតិចនាងបើកទ្វារមកឃើញខ្ញុំហើយក៏ដើរទៅដេកវិញមិននិយាយអីទេឃើញដូច្នេះខ្ញុំបញ្ចូលបន្ទប់តាមពីក្រោយនាងហើយទាញទ្វារបិទចាក់កន្លឹតរួចដើរសំដៅទៅកាន់គ្រែពេលទៅដល់នាងមើលមុខខ្ញុំបានលូកដៃចាប់ដៃនាងមិននិយាយអីខ្ញុំក៏ឡើងជីកពីលើនាងហើយសម្រាតរោប្រឡងរបស់នាងចេញយកដៃច្របាច់ភ្នំទាំងគូលេងចាប់ផ្ដើមយុទ្ធនាការវាយលូកសាជាថ្មីយ៉ាងមានសេចក្តីសុខចាប់ពីនោះមកចិន្តាប្រៀបដូចជាប្រពន្ធខ្ញុំអញ្ចឹងហួងហាងខ្ញុំណាស់ហើយយើងមានអីជាមួយគ្នាស្ទើររាល់ថ្ងៃហើយខ្ញុំក៏សម្រេចចិត្តថានឹងយកនាងធ្វើជាប្រពន្ធព្រោះខ្ញុំក៏ស្រឡាញ់នាងខ្លាំងណាស់បាត់មុខមិនបានកុំភ្លេចណាជួយ like subscribe comment និងដាក់សញ្ញាកណ្ដឹងឲ្យ admin ម្នាក់រួយផង